ôn đi cứ cầu niềng mà phây ngày hay thông thông khăn mình tè đó mẹ làm tha ơi nè khắc lại ta cớ máu đừng ảnh nhớ tới nè tại nhiều mọi sơ khai chị chẳng nhiều mọi sơ nhớ đây gì con tái đời xa ta cầu niềng ní slow đái bạn nhiều mọi sơ nhớ ta cớ khai với việc lột lột chẳng nè hay nam muối dạ nên đi mở ồ cớ ní dương nè để khai cơ mình sơ khai đây pro về bắt sâu lừa tê chà vì hiện nơi nghiêm đài gì tứ ní bc là thông bây giờ trăm bánh trăm ao tia để bờ cô niên ai dụ thầm ở ngay rồi môi cột crom đọc của mùi tháng ngày dương trăm crom đọc của mùi tháng ngày cứ dương trời trăm là mô nâng đồng bầy vì nghi sô xì tai nó bầy để con niên nâng vì miên ai dụ cha pi đọc của mùi tháng ngày là hội đồng phây của mùi tháng ngày nâng cứ dương ở bánh trăm tới dương bè hải bc chân mộng ôi ông ôn khởi anh niệm mà thọt chật tít mất đi ní cứ chỉ ti tăng cần lại chân châm sọt đằng cờ niếng đầm bay phật ban ta chia sài sốt mùi rồi hai có chia kristan sập cam đo là bay mùi cần lạiในក្នុងខេត្តសៀមរាបដែលមានបំណងរក្សាទុកនិងអភិវឌ្ឍសិប្បកម្មបុរាណខ្មែរដែលគេមានបង្រៀននិងផលិតដោយដៃដោយប្រើបច្ចេកទេសប្រពៃណីជាមួយនឹងគុណភាពទំនើបប្រហែលជាមានភ្ញៀវជាតិភាគច្រើនណាអត់ធ្លាប់បានចូលមកទស្សនានៅទីនេះទេហើយនៅទីនេះដែរក៏យើងចូលទស្សនាដោយគិតថ្លៃដែលគេមានដាក់តាំងបង្ហាញនៅស្នាដៃសិល្បៈចម្លាក់ឈើចម្លាក់ថ្មចាក់ត្បាញនិងដេរដោយដៃបង្ហាញលំនាំសិល្បៈខ្មែរនិងដំណើរការនៃការផលិតសូត្រដែលការផលិតសូត្រនេះដែរគឺមានច្រើនដំណាក់កាលមែនតែនគេចាប់ផ្ដើមដំបូងពីការចិញ្ចឹមសត្វដង្កូវនាងដែលគេបង្កាត់ពូជមកទើបបានពងរបស់ដង្កូវនាងរហូតដល់ញាស់ចេញជាដង្កូវរយៈពេលគេចិញ្ចឹមហ្នឹងគឺរយៈពេល26ថ្ងៃទើបវាចាប់ផ្ដើមចាក់សម្បុកបានហើយការចិញ្ចឹមនឹងដែរគឺគេឲ្យវាស៊ីជាមួយនឹងស្លឹកមនហើយនៅទីនេះគឺគេមានដាំស្លឹកមនរហូតដល់ទៅ2ហិកតានោះមុនកូវីដគឺគេដាំដល់ទៅ5ហិកតាតែឥឡូវគឺគេដាំត្រឹមតែ2ហិកតាទេដែលដង្កូវនាងពីអាយុពី1ថ្ងៃរហូតដល់6ថ្ងៃអីគឺគេឲ្យស៊ីអាស្លឹកត្រួយវាទូចចឹងទៅហើយពីដង្កូវនាងដែលចាប់ដើមធំពេញវ័យគឺគេចាប់ដើមឲ្យស៊ីអាធំហើយស្លឹកធំនៅពេលដង្កូវនាងចាប់ដើមធំពេញវ័យ26ថ្ងៃគឺវាចាប់ដើមចាក់សម្បុកដំណាក់កាលបន្ទាប់គឺគេចាប់ដើមយកវាទៅស្ងោរក្នុងសីតុណ្ហភាព80អង្សាដើម្បីគេទាញយកបានជាសរសៃសូត្រហើយគេបែងចែកជាពីរទៀតគឺដំបូងហ្នឹងគឺគេហៅរាងសូត្រដែលមានរាងក្រើមហើយទឹកទី2ហ្នឹងគឺសូត្រដែលមានសរសៃទន់បន្ទាប់ពីបានទាញបានជាសរសៃសូត្រហើយគឺទៅគេចាប់ផ្ដើមយកទៅលាយពណ៌តាមតម្រូវការនិងចាប់ផ្ដើមត្បាញបង្កើតបានទៅជាសម្លៀកបំពាក់ឬក៏របស់ប្រើប្រាស់ផ្សេងចំពោះសូត្រមួយសម្ពុតគឺអត់ងាយក្នុងការធ្វើទេគេត្រូវចងពណ៌ជ្រលក់ពណ៌មួយគឺថាពិបាកមែនតែនព្រោះដោយសារនៅទីនេះគឺធ្វើសិប្បកម្មបែបប្រពៃណីចឹងណាហើយគេធ្វើដោយដៃមនុស្សអត់មានប្រើជាមួយនឹងម៉ាស៊ីនអីច្រើនទេអញ្ចឹងហើយមួយគឺថាធ្វើមកចិត្តចាំងស្អាតក្រៅពីហ្នឹងនៅទីនេះក៏មានការតាំងបង្ហាញពីសិប្បកម្មចម្លាក់ឈើចម្លាក់ថ្មផលិតគ្រឿងតុបតែងជាវត្ថុអនុស្សាវរីយ៍ដែលគេមានការដាក់តាំងបង្ហាញឲ្យភ្ញៀវបានឃើញក៏ដូចជាសិក្សាស្វែងយល់បន្ថែមទៀតជាពិសេសគឺការរៀបមកស្អាតខ្លាំងមែនតែនដែលយើងអាចមកថតរូបលេងដូចខ្ញុំអញ្ចឹងណានៅនេះគឺគេដាក់មកស្អាតណាខ្ញុំអាចថតបានគ្រប់ប្លង់តែម្ដងមិនថាប្លង់ណាក៏ស្អាតដែរនិយាយទៅដូចរៀងដូចសារៈមន្ទីរដែរអញ្ចឹងណាបងប្អូនមិនត្រឹមតែអាចរៀនបានបន្ថែមទេតែយើងក៏អាចចូលមកថតរូបបានដែរដោយឥឡូវនេះគឺគេអត់ទាន់គិតតម្លៃសម្បត្តិចូលទស្សនាទេអញ្ចឹងបងប្អូនអាចចូលទស្សនាដោយសេរីដែលនៅទីនេះគឺគេមាន2ទីតាំងនៅខាងក្នុងក្រុងសៀមរាបនៅជិតនឹង Pub Street និងមួយកន្លែងទៀតហ្នឹងនៅស្រុកពួកដែលគេមានឈ្មោះថា Seal Farm សម្រាប់ទីតាំងខ្ញុំនឹងដាក់នៅ comment ខាងក្រោមហើយដែលភ្ញៀវក្នុងស្រុកគួរតែនាំគ្នាមកទស្សនាក៏ដូចជាស្វែងយល់អំពីសម្លៀកបំពាក់ខ្មែរបុរាណដែលប្រទេសផ្សេងទៀតក៏អត់អាចធ្វើបានដូចយើងទេបើសិនជាបងប្អូនបានស្វែងយល់លម្អិតនោះយើងនឹងដឹងថារបស់ណាមួយពិតហើយណាមួយទៀតคล้ายដូចនេះហើយទើបបងប្អូនគួរតែចូលមកទស្សនាឲ្យបានម្ដងពេលបានមកលេងក្នុងខេត្តសៀមរាបយើងចាអរគុណសម្រាប់ការទស្សនាវីដេអូតាំងពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតណាបាយ